សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសបើយោងតាមក្រសួងធនធានទឹកនៅអូតូនិយមដែលបានជូនដំណឹងនៅថ្ងៃទី27ខែមិថុនានេះបានឲ្យដឹងថាព្យុះទី2ក្នុងឆ្នាំ2025ឈ្មោះ Sakpet មានឥទ្ធិពលលើសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងសមុទ្រអាន់ដាម៉ាន់ឈូងសមុទ្រថៃអាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរដីនិងលើព្រះរាជាណាចក្រកម្ពុជាហើយព្យុះនេះពុំមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជានោះទេដែលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី27ដល់ទី29ខែមិថុនាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអាប៉បរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទីនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី25%តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអាប៉បរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទីនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី30%តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអាប៉បរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទីនិរដីនិងបច្ចឹមមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី20%រលកសមុទ្រមានកម្ពស់មធ្យមអាប៉បរមា0ម៉ែត្រ/50និងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ/50អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន